ជំរាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននៅថ្ងៃនេះនាងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៃការឈ្លានពានរបស់យោធាថៃមកលើបូរណភាពទឹកដីរបស់កម្ពុជានៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4និងទី5គិតមកដល់ថ្ងៃទី17ខែធ្នូឆ្នាំ2025នេះគឺជាថ្ងៃទី11ហើយដែលភាគីថៃនៅតែបន្តរំលោភបំពាននៅបទច្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ចំពោះស្ថានភាពអំពីការគម្រាមកំហែងនិងការឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួននៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាទី1ស្ថានភាពជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី4នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារដែលភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង 17:00 នាទីល្ងាចថ្ងៃទី16ខែធ្នូឆ្នាំ2025និងរហូតដល់វេលាម៉ោង 8:00 នាទីព្រឹកថ្ងៃទី17ខែធ្នូឆ្នាំ2025ស្ថានភាពនៅថ្ងៃទី16ខែធ្នូឆ្នាំ2025ដែលចាប់ពីវេលាម៉ោង 17:33 នាទីយោធាថៃបានធ្វើការវាយប្រហារសម្រុកខ្លាំងដោយប្រើប្រាស់កាំភ្លើងធំគ្រប់ប្រភេទនៅភូមិសាស្ត្រភ្នំ333និងប្រាសាទតាក្របីនៅវេលាម៉ោង 17:35 នាទីយោធាថៃបានបន្តបាញ់ប្រហារដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះរំលោភចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជាក្នុងភូមិសាស្ត្រតាក្របីនៅវេលាម៉ោង 19:34 នាទីយោធាថៃបានធ្វើការវាយប្រហារនៅភូមិសាស្ត្រភ្នំ333និងប្រាសាទតាក្របីនៅវេលាម៉ោងនៅថ្ងៃចូលមកដល់ថ្ងៃទី17ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 4:45 នាទីយោធាថៃបានបាញ់ផ្លោងដោយប្រើប្រាស់កាំភ្លើងដេកានិងប្រភេទ100 មីលីម៉ែត្របំពាក់លើរថក្រោះបាញ់ចូលក្នុងភូមិសាស្ត្រតាថៅនិងបានបាញ់ផ្លោងកាំភ្លើងធំរួមទាំងដ្រូនទម្លាក់គ្រាប់បែកចូលក្នុងភូមិសាស្ត្រប្រាសាទតាក្របីប្រាសាទតាមាន់និងថ្មដូននៅវេលាម៉ោង 7:00 នាទីព្រឹកយោធាថៃបានបន្តបាញ់ផ្លោងនិងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់ចូលក្នុងភូមិសាស្ត្រប្រាសាទតាក្របីនិងថ្មដូននិងប្រាសាទតាមាន់ធំបន្ថែមចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រផ្សេងទៀតមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់យើងនៅបន្តតាមដានដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចទី2ស្ថានភាពជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី5នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងខេត្តពោធិ៍សាត់ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង 17:00 នាទីល្ងាចថ្ងៃទី16ខែធ្នូឆ្នាំ2025រហូតដល់វេលាម៉ោង 8:00 នាទីព្រឹកថ្ងៃទី17ខែធ្នូឆ្នាំ2025នេះនៅថ្ងៃស្ថានភាពនៅថ្ងៃទី16ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 18:15 នាទីយោធាថៃបានបន្តប្រើប្រាស់ដ្រូនស៊ើបការហោះរំលោភចូលដែនអធិបតេយ្យរបស់កម្ពុជាក្នុងភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 18:23 នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 19:25 នាទីយោធាថៃបានបន្តប្រើប្រាស់ដ្រូនពំក្បាលគ្រាប់ទម្លាក់នៅក្នុងភូមិសាស្ត្រអូភ្លុកដំរីនៅវេលាម៉ោង 20:03 នាទីយោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចូលក្នុងភូមិសាស្ត្រច1ស្ថានភាពនៅថ្ងៃទី17ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 6:24 នាទីព្រឹកយោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រអូភ្លុកដំរីរហូតដល់វេលាម៉ោង 6:25 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 6:46 នាទីកម្លាំងថ្មើរជើងរបស់យោធាថៃបានព្យាយាមរុលចូលមកក្នុងភូមិសាស្ត្រ
ខាងមុខភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 6:49 នាទីកម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថក្រោះព្យាយាមរុលចូលមកមុខភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 6:53 នាទីយោធាថៃបានប្រើប្រាស់ drone ស៊ើបការហោះរំលោភចូលក្នុងដែនអាកាសរបស់កម្ពុជាក្នុងភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 6:56 នាទីយោធាថៃបានចាប់ផ្ដើមបាញ់ផ្សែងពុលនៅក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 7:11 នាទីកម្លាំងយោធាថៃបានព្យាយាមរុលចូលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 7:21 នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិចំការកឃុំស្វាយជែកស្រុកស្វាយជែកខេត្តបន្ទាយមានជ័យចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រផ្សេងទៀតនៅមានសភាពស្ងប់ស្ងាត់កងកម្លាំងរបស់យើងនៅបន្តតាមដានយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចសូមធ្វើការបញ្ជាក់ជូនសារជាថ្មីថាគោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅយោធាថៃប៉ុណ្ណោះមិនសំដៅលើគោលដៅស៊ីវិលឬទីកន្លែងស៊ីវិលណាមួយឡើយប៉ុន្តែមានតែខាងភាគីថៃទេដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជារស់នៅនិងធ្វើឲ្យប្រជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជាបានបាត់បង់ជីវិតចំនួន17នាក់ក្នុងនោះមានទារក1នាក់ផងដែរនិងរងរបួសចំនួន77នាក់នេះជាតួលេខគិតត្រឹមថ្ងៃទី16ខែធ្នូឆ្នាំ2025ត្រឹមវេលាម៉ោង6ល្ងាចការប្រើប្រាស់សភាវុធធនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃរួមទាំងការប្រើប្រាស់យន្តហោះចម្បាំង F-16 រថយន្តបាញ់រ៉ុកែត DTI 2 drone ទម្លាក់គ្រាប់បែកចង្កោមបាញ់ផ្សែងពុលនិងការដាក់ពង្រាយទាហានដ៏ច្រើនលើសលប់ដើម្បីទន្ទ្រានយកទឹកដីកម្ពុជាគឺជាការរំលោភបំពានដ៏ច្បាស់ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងគោលការណ៍ជាមូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិសកម្មភាពដែលគ្មានទំនួលខុសត្រូវនិងខុសច្បាប់បែបនេះបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេថែមទាំងប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃសណ្ដាប់ធ្នាប់អន្តរជាតិផងដែរអ្នកនាំពាក្យក្រសួងការពារជាតិទាមទារឲ្យយោធាថៃបញ្ឈប់រាល់ទង្វើឈ្លានពានរបស់ខ្លួនបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃខុសពីការពិតបញ្ឈប់ការវាយប្រហារដោយមិនរើសអើងនិងមិនរើសគោលដៅជាពិសេសទៅលើជនស៊ីវិលស្លូតត្រង់និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបញ្ឈប់ការវាយប្រហារបំផ្លិចបំផ្លាញទីតាំងប្រវត្តិសាស្ត្រដែលមិនត្រឹមជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់មនុស្សជាតិទាំងមូលនិងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតសរទៅជាខ្មៅជាបន្ទាន់ក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិកោតទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជាថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតនេះដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់សូមគូបញ្ជាក់ផងដែរថាគិតមកដល់ម៉ោងនេះវីរៈកងទ័ពនិងវីរៈនគរបាលកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មូមុតនឹងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាយើងក៏បញ្ជាក់ឡើងវិញនៅសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើងដោយដែលមានចែងនៅក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយសូមប្រជាពលរដ្ឋទាំងអស់ជឿជាក់និងលើកទឹកចិត្តដល់វីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់រាជរដ្ឋាភិបាល
កងទ័ពនិងប្រជាជនរួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់យើងដោយអង្គអាចក្លាហានជាទីបំផុតទោះក្នុងកលៈទេសៈណាក៏ដោយសម្រាប់ព័ត៌មានបន្ថែមអំពីស្ថានភាពជួរមុខនិងមានចេញផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួងការពារជាតិ Greetings to the general public and member of the press. This morning, I would like to update on the situation of the Thai invasion and armed attack launched on Cambodian territory in the 4th and 5th Military Region on December 17, 2025, which enter 11 days. The Thai side has continuously violated the ceasefire and the joint declaration signed by Prime Minister of the Kingdom of Cambodia and the Kingdom of Thailand on October 26, 2025. Now I would like to update on the situation of Thai aggression and attacks on certain areas within the sovereign territory of Cambodia. First, the frontline situation at the 4th Military Region, Udom Minjay Province. The Thai military continued to attacks on Cambodia from 5 p.m. on December 16 to 8 a.m. on December 17, 2025. On December 16, 2025, at 5:33 p.m., the Thai military intensified its attack using various types of heavy artillery in the area of Phnom Bay Sambay and Takro Bay Temple. At 5:35 p.m., the Thai military deployed F-16 fighter jets to violate Cambodian airspace in Takro Bay Temple area. At 7:34 p.m., the Thai military attacked the area of Phnom Bay Sambay and Takro Bay Temple. On December 17, 2025, at 4:45 a.m., the Thai military used DK machine gun and 100 millimeter guns mounted on tanks to fire Tatao area. The Thai military also deployed bombing drones and heavy artillery to bombard the area of Takro Bay Temple, Tamon Temple, and Tmodon. At 7 a.m., the Thai military deployed bombing drones along with heavy artillery to bombard the area of Takro Bay Temple, Tmodon, and Tamon Temple. The situation in other areas remain calm, but our force continue to monitor closely and remain highly vigilant. Second, the frontline situation at the 5th Military Region, Banteay Meanchey and Posat Province. The Thai military continue to attack on Cambodia from 5 p.m. on December 16 to 8 a.m. on December 17. On December 16, 2025, at 6:15 p.m., the Thai military used reconnaissance drones to violate Cambodian airspace behind the area of Chokchei village. At 6:23 p.m., the Thai military sailed into the area of Chokchei village. At 7:25, the Thai military continued to use drones to bombard in the area of Opluk Damrai. At 8:03 p.m., the Thai military continued firing artillery into Chor Mui area. On December 17, 2025, at 6:24 a.m., the Thai military continued to sail in the area of Opluk Damrai. At 6:25 a.m., the Thai military employed F-16 fighter jet to drop bomb in the area of Chokchei village. At 6:46 a.m., the Thai military attempted to infiltrate into the area of Chokchei village.
At 6:49 a.m., the Thai infantry force supported by tanks attempted to infiltrate in front of area of Prejan village. At 6:53 a.m., the Thai military used reconnaissance drone to violate Cambodian airspace behind the area of Chokche village. At 6:56 a.m., the Thai military used toxic gas in the area of Prejan village. At 7:11 a.m., the Thai military attempted to infiltrate in front of the area of Chokche village. At 7:21 a.m., the Thai military continued to shell in the area of Chamkako village, Svai Chek commune, Svai Chek district, Ban Tieng Minh Chey province. The situation in other areas remained calm, but our force continue to monitor closely and remain highly vigilant. The Ministry of National Defense of Cambodia wishes to reiterate that Cambodia's right to self-defense is solely targeted at the Thai military targets and has never targeted at civilian areas. Conversely, the Thai side has deliberately attacked locations where Cambodian civilians reside, resulted in the death of 17, including one infant, and injuries to 77 innocent Cambodian civilians as of 6 p.m. December 16, 2025. Thailand's use of all types of heavy and destructive weapons and equipment, including F-16 fighter jets, DTI-2, bombing drones, cluster bombs, and toxic gas, and the deploy of the large number of troops to encroach Cambodian territory is a clear violation of the United Nations Charter, the ASEAN Charter, and the basic principle of international law. Such irresponsible and illegal action pose a grave danger not only the regional peace and stability, but also to the very foundations of international order. The Ministry of National Defense spokeswoman demanded that Thai Army immediately cease all its aggressive action, stop spreading false information that distort the truth, stop their indiscriminate attacks, especially on civilian community and civilian infrastructure, and stop attacking that destroys the historical sites, which are not only invaluable cultural assets for Cambodia, but also for all of humankind. In this sense, Cambodia called on international community to strongly condemn Thailand's violation of the Joint Declaration and its repeated war crime and unlawful activities, as well as demand that Thailand take full responsibility for such brazen violation. Cambodia urged that Thailand immediately stop all hostile activity and withdraw its force from Cambodia's territorial integrity and avoid acts of incursion and aggression that threaten peace and stability in the region. It is also important that stress that as of now, the heroic Cambodian force and National Police Force will continue to stand strong, brave, and steadfast in their fight against the aggressor and remain vigilant in fulfilling their duty to protect our territorial integrity of Cambodia. We also reaffirm our sovereign rights to self-defense as enshrined in the international law so as to protect at all costs the territorial integrity and our people. For further update reports regarding the frontline situation,
please visit the official media channels of the Ministry of National Defense of Cambodia សូមអរគុណចំពោះការតាមដានស្ដាប់នៃការធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនអំពីការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជានាងខ្ញុំនឹងធ្វើការជម្រាបជូននៅស្ថានភាពក្រោយៗទៀតនៅពេលក្រោយសូមអរគុណនិងសូមជម្រាបលា